រៀនផ្លាស់ប្ដូរខ្លួនឯងទទួលយកអ្វីដែលថ្មីខ្លះពេលវេលាចេះតែផ្លាស់ប្ដូរទៅមនុស្សក៏ត្រូវតែប្រែប្រួលទៅតាមពេលវេលានោះដែរផ្លាស់ប្ដូរទម្លាប់ខ្លះក៏មិនប្រកាសថាចិត្តនេះមិនដូចមុនខ្ញុំគ្រាន់តែចង់រៀនស្រឡាញ់នៅអ្វីដែលខ្លួនឯងមិនចូលចិត្តកាលពីមុនហើយចង់បង្រៀនខ្លួនឯងឲ្យបញ្ឈប់នៅក្តីស្រឡាញ់ដែលធ្លាប់មានលើអ្វីមួយចំនួនកាលពីពេលដែលកន្លងមកតែប៉ុណ្ណោះមានរឿងខ្លះគួរតែបោះបង់ចោលហើយក៏មានរឿងខ្លះគួរតែទទួលយកមកបន្ថែមមានទម្លាប់ខ្លះក៏គួរតែបោះបង់ហើយក៏មានទម្លាប់ខ្លះក៏គួរតែសាកល្បងធ្វើមានមនុស្សខ្លះគួរតែបំភ្លេចក៏ត្រូវតែមានមនុស្សថ្មីខ្លះដែលត្រូវតែទទួលសាកល្បងស្គាល់គ្នាខ្ញុំធ្លាប់គិតថាខ្ញុំមិនអាចបោះបង់ចំណង់ចំណូលចិត្តកាលពីមុនក៏មិនផ្លាស់ប្ដូរអារម្មណ៍ឬការស្រឡាញ់អ្វីដែលខ្លួនមិនធ្លាប់គិតគឺមានន័យថាមិនចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យคล้ายទៅជាមនុស្សថ្មីប៉ុន្តែគិតទៅមានមនុស្សច្រើនណាស់រួមទាំងមនុស្សដែលស្និទ្ធស្នាលនឹងខ្ញុំបំផុតពួកគេសុទ្ធតែផ្លាស់ប្ដូរខ្លួនឯងទៅតាមពេលវេលាដែលកំពុងតែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃនឹងហើយចុះខ្ញុំត្រូវនៅតែជាមនុស្សគំនិតចាស់កម្រិលដល់ណាទៀតក៏គួរតែរៀនផ្លាស់ប្ដូរខ្លួនឯងខ្លះហើយខ្ញុំមិនមែនផ្លាស់ប្ដូរតាមគេតែខ្ញុំគ្រាន់តែចង់ទទួលយកនៅអ្វីដែលថ្មីដោយការសាកល្បងហើយក៏ចង់បន្សាបនៅអ្វីកាលពីមុនមួយចំនួនដែលខ្លះតែប៉ុណ្ណោះហើយក៏សូមទោសដល់អតីតកាលសូមស្វាគមន៍អនាគតកាលដែលចាប់ផ្ដើមពីខ្ញុំនៅក្នុងបច្ចុប្បន្ននេះខ្ញុំមិនមែនដូចមុននោះទេតែពេលខ្លះខ្ញុំយល់ថាមានចំណុចមួយចំនួនខ្ញុំគួរតែរៀនផ្លាស់ប្ដូរកែប្រែរៀនបំភ្លេចខ្លះហើយ